ក្រោយអាមេរិកលុបចោលនៅជំនួយចំនួន2ដល់កម្ពុជាកាលពីចុងខែកុម្ភៈដែលផ្ដោតទៅលើការលើកទឹកចិត្តអក្ខរកម្មកុមារនិងលើកកម្ពស់អាហារូបត្ថម្ភនិងការអភិវឌ្ឍសម្រាប់កុមារក្រោមអាយុ5ឆ្នាំមកចិនក៏បានបោះដៃឆក់យកឱកាសភ្លាមភ្លែតមួយសប្តាហ៍ក្រោយអាមេរិកលុបចោលជំនួយទីភ្នាក់ងារជំនួយរបស់ចិនបានប្រកាសផ្ដល់មូលនិធិសម្រាប់កម្មវិធីដើម្បីសម្រេចបាននូវគោលដៅស្ទើរតែដូចគ្នានឹងជំនួយអាមេរិកដែលធ្លាប់ផ្ដល់ឲ្យកម្ពុជាក្នុងថ្ងៃទី6មិនិនាលោកវ៉ាងវិនប៊ិនឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានប្រកាសពីគម្រោងគំនិតផ្ដួចផ្ដើមដើម្បីពង្រឹងការអប់រំសុខភាពអាហារូបត្ថម្ភនិងអនាម័យសម្រាប់កុមារនៅសហគមន៍ដែលងាយរងគ្រោះនៅកម្ពុជាតាមលោកឯកអគ្គរដ្ឋទូតចិនគម្រោងនេះជាការរួមចំណែកជាវិជ្ជមានដល់ការលើកកម្ពស់សុខុមាលភាពសម្រាប់កុមារនៅសហគមន៍ដែលងាយរងគ្រោះនៅកម្ពុជាការផ្ដល់ជំនួយរបស់ចិនដល់កម្ពុជាក្នុងពេលដែលអាមេរិកផ្អាកជាបណ្ដោះអាសន្ននៅជំនួយរបស់ខ្លួនត្រូវបានអ្នកជំនាញមួយចំនួនផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន Bloomberg ថាជាការផ្ដល់ផលវិជ្ជមានដ៏ធំសម្រាប់កម្ពុជាក្នុងនាមជាប្រទេសដែលមានផលិតផលសរុប GDP នៅមានកម្រិតលោក Charles Kenny អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍសកលយល់ថាការផ្តល់ជំនួយរបស់អាមេរិកជាកាដូការទូតដ៏ធំដែលអាមេរិកផ្ដល់ឲ្យចិនសម្រាប់ពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ជាក់ស្ដែងចិនបានផ្ដល់ជំនួយដល់កម្ពុជាក្នុងការងារដោះមីនភ្លាមក្រោយអាមេរិកបានប្រកាសផ្ដាច់ជំនួយ USAID និងបានប្រកាសផ្ដល់ឲ្យឡើងវិញជាបន្ទាប់លោកអែមសវណ្ណរាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិមើលឃើញថាចិនអាចពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការផ្ដល់ជំនួយដល់វិស័យនានារបស់កម្ពុជាក្នុងពេលដែលអាមេរិកបានកាត់ផ្ដាច់ជំនួយតែលោកអែមសវណ្ណរាយល់ថាការផ្ដល់ជំនួយរបស់ប្រទេសណាមួយក៏មិនសំខាន់ដែរព្រោះអ្វីដែលសំខាន់គឺកម្ពុជាខ្លួនឯងត្រូវមានភាពខ្លាំងទើបអាចទប់ទល់នឹងឥទ្ធិពលរបស់ម្ចាស់ជំនួយមកលើខ្លួនបាន Bloomberg ក៏បានស្រង់សម្ដីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកប៉ែនបូណាដែលបានអះអាងថារដ្ឋាភិបាលកម្ពុជាធ្វើការជាមួយបណ្ដាដៃគូជាច្រើននិងថាកម្ពុជាមិនដែលពឹងលើដៃគូណាមួយទាំងស្រុងនោះទេហើយបើដៃគូណាដកការគាំទ្រនោះកម្ពុជានឹងស្វែងរកដៃគូផ្សេងទៀតដើម្បីជំនួសបន្ថែមពីនេះគោលនយោបាយការបរទេសរបស់កម្ពុជាក៏បានបញ្ជាក់ថាកម្ពុជាតែងប្រកាន់យកនៅគោលនយោបាយអព្យាក្រឹតក្នុងន័យនេះលោកអែមសវណ្ណរាបង្ហាញការសាទរតែលោកមើលឃើញថាការអនុវត្តរបស់កម្ពុជានៅមានភាពខ្វះចន្លោះតាមលោកអែមសវណ្ណរាកម្ពុជាគួរស្ដែងចេញឲ្យឃើញនៅទំនាក់ទំនងជាមួយបណ្ដាប្រទេសលោកខាងលិចដោយអ្វីដែលកម្ពុជាបានបង្ហាញភាពស្និទ្ធស្នាលជាមួយចិនដើម្បីទទួលបានផលប្រយោជន៍ជាច្រើន